ជំរាបសួរលោកគ្រូក៏ដូចជាសិស្សទាំងអស់គ្នាចំពោះថ្ងៃនេះខ្ញុំសូមនិយាយអំពីរបៀបនៃការ install Nginx ជាមួយនឹងការ hosting static website អញ្ចឹងជាដំបូងគឺយើងត្រូវចូលទៅកាន់ AWS របស់យើងហើយបន្តទៀតយើងចូលទៅកាន់ម៉ាស៊ីនរបស់យើងដោយយើងធ្វើការ start ម៉ាស៊ីនទៅបន្ទាប់ពីយើង start ហើយអស់គឺយើងធ្វើការចុច connect យើងបាន connect រួចហើយអញ្ចឹងបន្តមកទៀតគឺយើងត្រូវការចូលមកកាន់ ASA Cloud នេះដើម្បីយើង copy កន្លែង Charmon 400នេះជាមួយនឹងកន្លែង ASA ធ្វើការ connect ASA របស់យើងហើយយើងធ្វើបានខ្ញុំបាន connect រួចរាល់ហើយអញ្ចឹងជាហេតុបន្ទាប់គឺយើងធ្វើការupdate វាមួយសិនយើងធ្វើការ update វារួចរាល់ហើយគឺយើងធ្វើការ upgrade ម្ដងអញ្ចឹងយើងចូលមកកាន់ការងាររបស់យើងបន្ទាប់ពីយើង update ជាមួយនឹង upgrade រួចរាល់ហើយអញ្ចឹងយើងធ្វើការ install ជាមួយនឹង Nginx របស់យើងអញ្ចឹងដើម្បី install វាបានគឺយើងត្រូវឲ្យ command sudo apt install nginx.y ហើយនេះខ្ញុំបាន install Nginx រួចរាល់ហើយអញ្ចឹងបន្តមកទៀតគឺយើងធ្វើការ check ទៅលើ status របស់យើងថាវា active ឬក៏អត់អញ្ចឹងដើម្បី check ទៅលើ status របស់យើងបានគឺយើងត្រូវឲ្យ command sudo systemctl status Nginx អញ្ចឹងបន្ទាប់ពីយើងវាយ command នេះហើយគឺយើងឃើញថាម៉ាស៊ីនរបស់យើងគឺ active ហើយវា enable ដែរអញ្ចឹងយើងធ្វើការចូលទៅកាន់កន្លែង instance របស់យើងហើយយើងទៅកន្លែង IP នេះមកយើង copy វាមកនេះវានឹងចេញ website បែបនេះហើយអញ្ចឹងបន្តមកទៀតគឺយើងចូលទៅកាន់ការបង្កើតនៅ elastic IP របស់យើងអញ្ចឹងដើម្បីបង្កើតនៅ ច្រឡំកន្លែងនេះគឺយើងត្រូវការចូលទៅកាន់ FileZilla សិនហើយយើងចូលទៅកាន់ Site Manager យើងធ្វើការ pass នៅ IP ដែលយើង copy មកខ្ញុំហើយយើងធ្វើការ connect អញ្ចឹងអូខេអញ្ចឹងយើង connect វាបានទេប៉ុន្តែកន្លែងនេះគឺ IP របស់វាក៏អត់ទាន់ static ទេអញ្ចឹងយើងចង់បាន IP static អញ្ចឹងយើងត្រូវចូលទៅកាន់ AWS របស់យើងហើយយើងចូលទៅកាន់ Elastic តមកទៀតយើងធ្វើការចុចនៅ allow cat elastic នេះមកហើយយើង add new tag យើងអាចដាក់ពាក្យអីក៏បានដែរ value នេះក៏ដូចគ្នាហើយយើងធ្វើការចុចពាក្យ allow cat ហើយនៅពេលដែលយើងនេះអត់គឺយើងចុចកន្លែងនេះដើម្បីដាក់ឈ្មោះអញ្ចឹងខ្ញុំដាក់ថា start មួយហើយធ្វើការ save ដល់ពេលយើងដាក់ឈ្មោះហើយយើងចូលទៅកាន់កន្លែងហ្នឹងមកហើយយើង copy IP static របស់យើងហ្នឹងមកហើយយើងចូលទៅកាន់ FileZilla ម្ដងទៀតយើងចូលទៅកាន់ Site Manager នេះហើយយើង pass នៅ IP static របស់យើងចូលយើងធ្វើការ connect មិញហ្នឹងដោយសារតែខ្ញុំភ្លេចមួយ step គឺយើងធ្វើការចូលទៅកន្លែងចូលទៅកន្លែងដែលយើងបង្កើតវិញហ្នឹងហើយគឺយើងត្រូវការចុច associate elastic នេះសិន
Hai dương thua ca choose instant chẳng dương vô instant dương gặp running máu hai dương thua ca chọn associate chẳng dương thua ca copy dùng đầu tiên hai dương vô một pass hai dương chọn ok máu ok lớn dương thua ca connect rồi chẳng dươngបន្ទាប់គឺយើងធ្វើការអញ្ចឹងដើម្បី upload បានគឺយើងត្រូវការចូល root តើពីយើងចូលទៅកាន់ root ហើយគឺយើងត្រូវចូលទៅកាន់ file ហើយយើងហូប file www នេះមកយើងនឹងឃើញ file html របស់យើងអញ្ចឹងឥឡូវហ្នឹងគឺយើងត្រូវធ្វើការឆែក permission វាសិនហើយដើម្បីឆែក permission វាបានឥឡូវខ្ញុំធ្វើការឆែក permission វាសិនអញ្ចឹងយើងត្រូវឲ្យ comment ថាcd/var/ អញ្ចឹងយើងចូលដល់កន្លែងវាហើយគឺយើងវាយ sudo chmod ចេញមកវាហើយមួយទៀតអ្នកទាំងអស់គ្នាទៅដូរuw ដើម្បីចេញមកវាហើយបន្តមកទៀតគឺយើងវាយ comment ថា sudo chmod 7 www/html ហើយយើងធ្វើការ ls វាមើលយើង cd ម្ដងទៀតមកយើងចូលទៅកាន់ folder www យើងសិនហើយបញ្យើងធ្វើការ ls ម្ដងទៀតអូខេអញ្ចឹងឥឡូវនេះគឺយើងមានតែ html ទេអត់មាន file html ទេអញ្ចឹងឥឡូវហ្នឹងគឺយើងធ្វើការ move file យើងធ្វើការ move file index.html ពី folder www ចូលទៅកាន់ html folder របស់យើងអញ្ចឹងដើម្បី move វាបានគឺយើងប្រើ command mv ដើម្បី move វាអញ្ចឹងយើងត្រូវវាយ sudo mv index.html ហើយ /html អញ្ចឹងឥឡូវហ្នឹងគឺយើងធ្វើការ check មើលថាវាចូលទៅនៅអូខេឥឡូវ file យើងបាន move រួចរាល់អញ្ចឹងយើងធ្វើការទៅ check នៅកន្លែង browser របស់យើងថាវាដើរអូខេនេះគឺជា website ដែលយើងបាន hosting មិញហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំបានឈានដល់ទីបញ្ចប់អរគុណគ្រូ